វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដាក់លេខកូដជាប់សោនៅលើទូរស័ព្ទដៃប្រភេទ Oppo អញ្ចឹងសម្រាប់បងប្អូនយើងដែលប្រើប្រាស់ទូរស័ព្ទដៃ Oppo version 13ចុះក្រោមបងប្អូនអាចធ្វើតាមវីដេអូនេះបានប៉ុន្តែបើសិនជាបងប្អូនប្រើ Android version 14ឡើងទៅគឺអត់អាចធ្វើតាមវីដេអូនេះបានទេបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលប្រើប្រាស់ទូរស័ព្ទដៃប្រភេទ Android version 13ចុះក្រោមអាចមើលវីដេអូនេះជាគំរូបានអូខេអញ្ចឹងតោះជំហានដំបូងយើងត្រូវចូលមកក្នុងកន្លែង setting ឬក៏ការកំណត់នេះបាទបើសិនជារកកម្មវិធីនឹងអត់ឃើញទេបងប្អូនអាចអូសរបាលខាងលើមកហើយចុចទៅលើសញ្ញាកងចាក់ហ្នឹងមកបាទអូខេបន្តមកទៀតបងប្អូនអូសចូលមកក្រោមមករកមើលពាក្យថាពាក្យសម្ងាត់និងសុវត្ថិភាពអានេះអូខេបាទអញ្ចឹងបងប្អូនយកកន្លែងពាក្យសម្ងាត់អេក្រង់ចាក់សោនេះចុចឡើងហ្នឹងហើយយើងរងចាំវាបន្តិចបាទបន្ទាប់មកយើងចុចពាក្យថាបន្តអូខេអញ្ចឹងជំរើសនៃការដាក់លេខកូដហ្នឹងគឺមានយើងដាក់លេខសុទ្ធឬក៏យើងដាក់គូសជាសញ្ញាឬក៏យើងដាក់ជាពាក្យសម្ងាត់បានន័យថាមានលេខមានអក្សរមាននិមិត្តសញ្ញាលេខគ្នាអញ្ចឹងណាអញ្ចឹងយើងអាចជ្រើសរើសតាមនឹងបានបាទបើសិនជាយើងចង់ដាក់ប្រភេទមួយណាដាក់មួយនឹងទៅសម្រាប់ខ្ញុំចង់ដាក់លេខសុទ្ធខ្ញុំយកខាងលើតែម្ដងបាទខ្ញុំយកខាងលើហើយកន្លែងនេះបើសិនជាយើងអត់ចង់ដាក់6ខ្ទង់ទេយើងអាចចុចកន្លែងនេះបានប្រើប្រភេទពាក្យសម្ងាត់ផ្សេងបាទហើយយើងយក4ខ្ទង់មកបន្ទាប់មកយើងដាក់លេខកូដណាដែលយើងចង់ដាក់មកឧទាហរណ៍តែខ្ញុំចង់ដាក់1122បាទអញ្ចឹងបន្ទាប់ពីយើងដាក់ហើយយើងត្រូវដាក់ម្ដងទៀតបាទលេខដដែលមិញហ្នឹងយើងត្រូវដាក់បញ្ជាក់ម្ដងទៀតណាបាទអូខេឥឡូវខ្ញុំចុចម្ដងទៀត1122អូខេកន្លែងនេះបើសិនជាទូរស័ព្ទដៃបងប្អូនមាន scan កាយ៉ាដៃហើយបងប្អូនចង់ដាក់ scan កាយ៉ាដៃមួយទៀតក៏ដាក់ទៅសម្រាប់ខ្ញុំអត់ដាក់ទេខ្ញុំចុចបោះបង់បាទតែប៉ុណ្ណឹងគឺរួចរាល់ហើយបាទឥឡូវខ្ញុំចុចបិទហើយខ្ញុំធ្វើការចាក់សោវាអូខេខ្ញុំចុចបើកបងប្អូនឃើញសញ្ញាជាប់សោនេះបាទអញ្ចឹងយើងធ្វើការអូសពីក្រោមឡើងលើមកវានឹងចេញជាលេខកូដឲ្យយើងវាយហើយបាទអញ្ចឹងខ្ញុំចុចលេខកូដឲ្យខ្ញុំដាក់មិញ1122បាទអញ្ចឹងសម្រាប់ការដាក់លេខកូដដោះសោអេក្រង់នៅលើទូរស័ព្ទដៃប្រភេទ Oppo គឺមានប៉ុណ្ណឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ